ចាំជួយគ្នាឲ្យលឿនឡើងប្រឡែងដៃទៅអាចង្រៃគ្មានមេត្តាសោះកុំទេសាតាមស្រួលចង់ធ្វើអីមិនបានសម្រាប់មនុស្សវាដាច់ខ្យល់ងាប់ហ៎ដៃនេះឈឺទី sorry ហេតុអីចង់សម្រាប់គីហ៎ពូនេះមកទីនេះតើមានបំណងអីអ្នកដែលស្លាប់គាត់តែជាលោកហេតុអីលោកមិនទៅវិញនាងគិតថាខ្ញុំមិនចង់ទៅវិញខ្ញុំចង់ទៅវិញណានិយាយក៏នាងមិនយល់ដែរត្រង់មករបស់សេឡុងរបស់មិនអីគឺល្អហើយតើគឺជាណាខ្លួនមើលនេះឲ្យជាប់បាទអរគុណសេឡុងមិនអីទេពុកសៀងសេឡុងគ្រូសាស្ត្រលោកពិតជាមានទំនាក់ទំនងជ្រាលជ្រៅមែនប្រហែលឆ្នាំនេះលោកសាងសង់បន្ទាយនៅផ្លូវសម្ងាត់នេះក្រែងបង្ការម្នាក់នឹងមែនទេថ្ងៃនេះលោកបែរជាយកពោះចូលផ្ទះមិនមែនទេណាបងទុកមុខឲ្យផងទៅមនុស្សកំពុងមើលច្រើនណាស់ខ្ញុំក៏គ្មានជំរឿសដែរជួយផងទៅប្រេះប្រាឃើញយើងឲ្យមិនក៏មកលុបជង្គង់ព្រះអង្គប្រពន្ធទៅបង្គំមិនសូវជានិយាយស្ដីទេគ្រាន់តែចង់បង្ហាញការគោរពចំពោះព្រះអង្គតែប៉ុណ្ណោះនៅចំពោះមុខយើងអ្នកភូមិធម្មតាហ៊ានប្រេះប្រដាំផងថយក្រោយទីនេះមិនមែនជាកន្លែងដែលព្រះអង្គប្រើអំណាចបានទេពិតជាធំធំណាស់ហ៊ាននិយាយបែបនេះចំពោះយើងផងបានហើយឈប់ឆ្លោះគ្នាទៅឈប់ធ្វើឲ្យរឿងកាត់តែធ្ងន់ទៅទូបង្គំទៅរកកន្លែងសុវត្ថិភាពឲ្យទ្រង់សម្រាកអងស៊ីឡុងចង់ធ្វើអីមិនក៏ទ្រង់ស្រែកខ្លាំងម្ល៉េះទូបង្គំដើម្បីទ្រង់ល្អទីនេះជាកន្លែងសុវត្ថិភាពបំផុតខ្លួនមើលគេឲ្យជាប់គេមានសត្រូវច្រើនណាស់ប្រយ័ត្នផងក៏ដឹងហើយពុកមិញខ្ញុំឮស៊ឺថងនិយាយថាគ្រូសាគាត់និងគ្រូសាបងវិនយោសុទ្ធតែត្រូវសម្រាប់ដោយសារសង្គ្រាមដែលព្រះអង្គបង្កឡើងហើយអ្នកខ្លះទៀតត្រូវបង្ខំធ្វើការរហូតដល់ស្លាប់ធ្វើទៅការងារអញទៅពេលនេះអញធំហើយមិនមែនឈ្មោះសៀងអ៊ីទេឈ្មោះក្រៅគឺប៉ៅពេលនេះអញគួរតែអាយុ20ឆ្នាំហើយកាលដែលយើងធ្វើជាសិស្សរបស់ពួកឯងយើងនៅក្មេងជាងឯងទៅទៀតបន្ទាយនេះការពីពួកយើងពីសង្គ្រាម20ឆ្នាំមុនប៉ុន្តែថ្ងៃនេះលោកបែរចំនួនមនុស្សអាក្រក់មកទីនេះបែបនេះគ្រោះថ្នាក់ដល់គ្រួសារលោកណាហើយក៏ប៉ះពាល់ដល់សិទ្ធិខ្ញុំដែរទិញហ្វាងឈិញមិនហ៊ានសួរទេតែខ្ញុំហ៊ានតើយូរប៉ុណ្ណាទៀតតើលោកចង់លះបង់ខ្លួនឯងដើម្បីចាំផាត់បណ្ណាទៀតខ្ញុំក៏ត្រូវទទួលខុសត្រូវនៅអ្វីដែលកើតឡើងដែរខ្ញុំមិនអាចបោះបង់សិស្សម្នាក់នេះបានទេដើម្បីគេលោកអាចលះបង់សុខបីតែមិត្តភក្តិនិងគ្រួសារហ៎ពូនាងក៏ជាគ្រួសារខ្ញុំដែរខ្ញុំមិនបោះបង់អ្នកណាទាំងអស់ខ្ញុំជាលោក20ឆ្នាំហើយខ្ញុំគ្រាន់តែចង់ដាស់តឿនលោកចិត្តឬឆ្ងាយពេលខ្លះពិបាកថឹងខ្លាញ់ណាស់គ្រប់យ៉ាងសុទ្ធតែមានជម្រើស ព
កូលីកូលីកូលីចាំមកដែនទទួលបានទេ